នេះជាទីស្នេហានេះគឺជាចម្លើយកិច្ចការលើកទី18ទី1ចូលធ្វើបំលែងកាល់ចំណុចអំទៅស្ដាំ3សង់ទីម៉ែត្ររួចបំលែងឡើងលើ4សង់ទីម៉ែត្រចា៎នឹងសុំទោសរកកំហុសឆ្គងដែលចេតនាដោយសារខ្ញុំនិយាយរឿងខ្ញុំតិចហែសខ្ញុំវាអត់សូវស្អាតចាអត់ស្អាតទេចាសុំទោសណាចាឥឡូវមើលតទៀតលេខ2គូសរូបត្រីកោណកែង ABC មួយកែងត្រង់3រួចធ្វើបំលែងកាល់ទៅឆ្វេង5សង់ទីម៉ែត្ររួចរំកិលចុះក្រោម4សង់ទីម៉ែត្រតើត្រីកោណនៅទីតាំងចុងក្រោយនឹងរូបត្រីកោណដើមមិនទាន់រំកិលប៉ុននៅទេព្រោះអ្វី3អង្កត់ AB មាន A ដក3 4 B ដក2 1ចូលធ្វើបំលែងកាល់នៃអង្កត់នេះតាមទិសនៃវីក្ត័រអ៊ុយស្មើ4ដក5ជួយគូសរូបអង្កត់នេះក្នុងតម្រុយទី4ត្រីកោណ ABC មានកម្ពស់ A1 4 B 55និង C 6 2រួចចូលធ្វើបំលែងកាល់នៃត្រីកោណនេះទៅតាមទិសនៃវីក្ត័រអ៊ុយស្មើដក6ដក7ឬគូសរូបត្រីកោណនេះក្នុងតម្រុយបង្ហាញថាត្រីកោណទាំងពីរប៉ុនគ្នាចា5ចំណុច P ដក7ធ្វើបំលែងកាល់តាមទិសនៃវីក្ត័រអ៊ុយ AB បានចំណុចរូបភាព P' គឺ2ដក4ចូលរកវីក្ត័រអ៊ុយ AB ដែលជាទិសនៃបំលែងកាល់ចូលធ្វើបំលែងកាល់នៃចំណុច D ដក2ដក3ទៅតាមអ៊ុយខាងលើចាឥឡូវតោះទៅមើលចម្លើយទាំងអស់គ្នាចានេះគឺជាចម្លើយកិច្ចការលើកទី18មួយធ្វើបំលែងកាល់ចំណុច M ទៅស្ដាំ3សង់ទីម៉ែត្ររួចរំកិលឡើងលើ4សង់ទីម៉ែត្រនេះចំណុច M រំកិលមកស្ដាំ1 2 3 3សង់ទីម៉ែត្ររួចរំកិលឡើងលើ4សង់ទីម៉ែត្រ M មក M' រំកិលឡើងលើទៅជា M សកុងចា M ទៅស្ដាំបាន M' M' រំកិលឡើងលើបាន M សកុងអញ្ចឹងអានេះហើយគេហៅថាបំលែងកាល់នៃចំណុចតាមទិសដែលគេប្រាប់ទៅស្ដាំរួចឡើងលើចាលំហាត់ទី2ត្រីកោណកែង ABC កែងត្រង់ B ចានេះគឺជាត្រីកោណកែង ABC កែងត្រង់ B តើណាធ្វើបំលែងកាល់មកឆ្វេង1 2 3 4 5មកឆ្វេងតើណាឆ្វេង5សង់ទីម៉ែត្របានរូបត្រីកោណ A' B' C' តបមករំកិលចុះក្រោមចាយើងរំកិលចុះក្រោម4សង់ទីម៉ែត្រទៀតមកឆ្វេងហើយចុះក្រោមចាឃើញទេមកឆ្វេងតបមកចុះក្រោមចាមកឆ្វេងចុះក្រោមបានជាត្រីកោណ A សកុង B សកុង C សកុងនេះនៅពេលដែលយើងធ្វើបំលែងកាល់ត្រីកោណ ABC ទៅឆ្វេង5សង់ទីម៉ែត្របានជាត្រីកោណកែង A' B' C' រួចធ្វើបំលែងកាល់ចុះក្រោម4សង់ទីម៉ែត្រទៀតបានរូបភាពជាត្រីកោណ A សកុង B សកុង C សកុងចាត្រីកោណកែង A សកុង B សកុង C សកុងប៉ុននឹងត្រីកោណកែង ABC ព្រោះអង្កត់ A សកុង B សកុងស្មើនឹងអង្កត់ AB អង្កត់ A សកុង C សកុងស្មើអង្កត់ AC អង្កត់ B សកុង C សកុងស្មើនឹងអង្កត់ BC បំលែងកាល់នៃអង្កត់ជាអង្កត់2ប៉ុនគ្នាណាតាមមេរៀនរបស់យើងណាបំលែងកាល់នៃអង្កត់ជាអង្កត់2ប៉ុនគ្នាហើយស្របគ្នាបំលែងកាល់នៃមុំជាមុំ2ដែលប៉ុនគ្នាអញ្ចឹងមុំ A សកុងស្មើមុំ A មុំ B សកុងស្មើមុំ B មុំ C សកុងស្មើមុំ C អញ្ចឹងបានន័យថាបំលែងកាល់នៃមុំគឺយើងបានវាជាមុំមួយទៀតដែលប៉ុននឹងមុំខាងដើមអញ្ចឹងបានន័យថាបំលែងកាល់នៃមុំគឺយើងបានមុំ2ជាមុំប៉ុនគ្នាហេតុនេះបំលែងកាល់នៃត្រីកោណ ABC ជារូបភាពនៃត្រីកោណ A សកុង B សកុង C សកុងប៉ុនគ្នាទី3អង្កត់ AB A ដក3 4 B ដក2 1អ៊ុយបំលែងកាល់តាមទិសនៃវីក្ត័រអ៊ុយ4ដក5អញ្ចឹង A ដក3 4យកដក3បូកជាមួយ4នេះដក3បូក4ស្មើ1យក4ជាមួយ5នេះ4ដក5ស្មើដក1អញ្ចឹង A' របស់យើងដែលជារូបភាពបំលែងកាល់របស់ចំណុច A តាមទិសនៃវីក្ត័រអ៊ុយស្មើ4ដក5គឺ A' 1ដក1 B' ជាបំលែងកាល់នៃចំណុច B តាមទិសនៃវីក្ត័រអ៊ុយគឺចា B ដក2ដក2បូក4ស្មើ2 1ជាមួយដក5នេះស្មើដក4 B' គឺ2ដក4អញ្ចឹងនៅពេលដែលយើងសេបំលែងកាល់នៃអង្កត់ AB តាមទិសនៃវីក្ត័រអ៊ុយគឺបានជាអង្កត់ A' B' តោះមកយើងគូររូបនៅក្នុងតម្រុយ A របស់យើងនេះ A គឺដក3 4 B របស់យើងគឺដក2 1ចាបានជា A' របស់យើងគឺ1ដក1តើណាបានជា B' របស់យើងគឺ2ដក4ឃើញទេ2ដក4 B' របស់យើងនេះ2ដក4អញ្ចឹងយើងឃើញថាបំលែងកាល់នៃអង្កត់ AB បានរូបភាពជាអង្កត់ A' B' ដែលអង្កត់ទាំងពីរនេះស្មើគ្នាហើយស្របគ្នាចាលំហាត់ទី4ត្រីកោណ ABC មានកម្ពស់ A 14 B 55 C 62ក៏ធ្វើបំលែងកាល់រូបត្រីកោណនេះតាមទិសអ៊ុយស្មើដក6ដក7 A 14អ៊ុយដក6ដក7 1ដក6ស្មើដក5 4ដក7ស្មើដក3 B 55 5ដក6ស្មើដក1 5ដក7ស្មើដក2អញ្ចឹង B' ជាបំលែងកាល់នៃចំណុច B តាមទិសនៃវីក្ត័រអ៊ុយគឺ B' ដក1ដក2
ចំណុច C 6 2បំលែងកើតតាមទិសនៃវីក្តូអ៊ុយដក6ដក7បានជា6ដក6 0 2ដក7ដក5អញ្ចឹងចំណុច C ព្រីមរបស់យើងជាបំលែងកើតនៃចំណុច C តាមទិសនៃវីក្តូអ៊ុយគឺ0ដក5ដូចនេះត្រីកោណ ABC ធ្វើការបំលែងកើតតាមទិសនៃវីក្តូអ៊ុយដក6ដក7គឺបានជាត្រីកោណ A ព្រីម B ព្រីម C ព្រីមចាគូសរូបក្នុងតម្រុយនេះយើងគូសរូបក្នុងតម្រុយ A B C យើងបំលែងកើតតាមទិស A របស់យើងវា1 4នៅពេលដែលយើងបំលែងកើតគឺបានជាដក5ដក3តើណាដក5ដក3 B របស់យើង5 5នៅពេលដែលយើងបំលែងកើតគឺបានជា B របស់យើងដក1ដក2ចា C របស់យើងនេះ6 2នៅពេលដែលយើងបំលែងកើតមកគឺបានជាចំណុច C ព្រីមរបស់យើងគឺ0ដក5ចានេះគឺជាចំណុច C ព្រីមតើណាអញ្ចឹងត្រីកោណទាំងពីរហ្នឹងនៅពេលដែលយើងបំលែងកើតបានជារូបភាព A ព្រីម B ព្រីម C ព្រីមនិងរូបភាពដើមគឺ ABC ត្រីកោណទាំងពីរនេះគឺជាត្រីកោណប៉ុនគ្នាចាឥឡូវយើងចាប់ផ្ដើមបង្ហាញថាវាពិតជាប៉ុនគ្នាបង្ហាញថាត្រីកោណ A ព្រីម B ព្រីម C ព្រីមប៉ុននឹងត្រីកោណ ABC ដើម្បីបង្ហាញថាវាប៉ុនគ្នាបានខ្ញុំត្រូវរកជ្រុងរបស់ត្រីកោណទាំងពីរខ្ញុំបង្ហាញតាមជ្រុងតើណាខ្ញុំអាចកែនេះប្រវែងវាជ្រុងវាបានខ្ញុំរកប្រវែងជ្រុង AB និង A ព្រីម B ព្រីមខ្ញុំរកប្រវែងជ្រុង BC និងជ្រុង B ព្រីម C ព្រីមខ្ញុំរកប្រវែងជ្រុង AC និងប្រវែងជ្រុង A ព្រីម C ព្រីមអញ្ចឹងបើជ្រុងនឹងវាស្មើគ្នាខ្ញុំបញ្ជាក់ថាត្រីកោណនឹងជាត្រីកោណប៉ុនគ្នាឥឡូវយើងទៅមើលទាំងអស់គ្នាប្រវែង AB គឺស្មើឬការ៉េនៃ xb ដល់ xa អូការ៉េបូក yb ដល់ ya អូការ៉េ5ដក1សល់4ចា5ដក4នេះនៅសល់1 1លើកជាការ៉េ1 4លើកជាការ៉េ16 11បូក1ឬ17នេះ AB ស្មើឬ17នៅពេលដែលយើងកណនីប្រវែង A ព្រីម B ព្រីមក៏ស្មើ17អញ្ចឹងយើងឃើញថាប្រវែង A ព្រីម B ព្រីមស្មើប្រវែង AB ស្មើឬ17ពិតមួយបាទនេះយើងបានករណីជ្រុងទី1តើណាតមកយើងកណនីប្រវែងតទៀតគឺប្រវែង AC ដែលស្មើ XC ដល់ XA អូការ៉េបូក YC ដល់ YA អូការ៉េអញ្ចឹង6ដក1សល់5 5លើកជាការ៉េ25 2ដក4ដក2ដក2លើកជាការ៉េ4បូកចុះគ្នាឬ29នៅពេលដែលខ្ញុំកណនីប្រវែង A ព្រីម C ព្រីមក៏ស្មើនឹងឬ29ដូចគ្នាអញ្ចឹងណាប្រវែង A ព្រីម C ព្រីមស្មើប្រវែង AC ស្មើឬ29ពិតអញ្ចឹងខ្ញុំបានករណីចូលមួយទៀតចាតទៀតណាឥឡូវខ្ញុំរកប្រវែងជ្រុង BC ប្រវែងនៃ BC គឺស្មើនឹងឬការ៉េនៃ AC ដល់ XB ដូចជាការ៉េបូក YC ដល់ YB ដូចជាអូការ៉េ6ដក5នៅសល់1លើកជាការ៉េ1 2ដក5សល់ដក3លើកជាការ៉េ9បូកគ្នាឬ10ប្រវែង B ព្រីម C ព្រីមគឺស្មើ XC ព្រីមដក XB ព្រីមអូការ៉េបូក YC ព្រីមដក YB ព្រីមលើកជាការ៉េ0បូក1 1លើកជាការ៉េ1ដក5បូក2ដក3ដក3លើកជាការ៉េ9 4បូក1ដកឬ10អញ្ចឹងយើងឃើញថាប្រវែង B ព្រីម C ព្រីមស្មើប្រវែង BC ស្មើឬ10ពិតអញ្ចឹងយើងបានត្រីកោណហ្នឹងចាបានចូល3ណាអញ្ចឹងក្នុងត្រីកោណទាំងពីរត្រីកោណ ABC និងត្រីកោណ A ព្រីម B ព្រីម C ព្រីមមានប្រវែង A ព្រីម B ព្រីមស្មើប្រវែង AB ស្មើឬ17ប្រវែង A ព្រីម C ព្រីមស្មើប្រវែង AC ស្មើឬ29ប្រវែង B ព្រីម C ព្រីមស្មើប្រវែង BC ស្មើឬ10អញ្ចឹងដូចនេះត្រីកោណទាំងពីរប៉ុនគ្នាតាមករណីជ្រុងណាចចាអញ្ចឹងដូចនេះត្រីកោណទាំងពីរជាត្រីកោណប៉ុនគ្នាចាលំហាត់ទី5គេឲ្យចំណុច P ដក5 2បំលែងកើតតាមទិសនៃវីក្តូអ៊ុយ AB បានជាចំណុច P ព្រីម2ដក4តើអ៊ុយនេះស្មើប្រមាណអញ្ចឹងរកវីក្តូអ៊ុយដែលស្មើ AB ស្មើប្រមាណអញ្ចឹងដោយ P ដក5 2កាញបំលែងកើតតាមអ៊ុយវីក្តូអ៊ុយស្មើ AB យើងបានជាចំណុច P ព្រីមរបស់យើងគឺយកដក5បូក A យក2បូក B ដោយដឹងថា P ព្រីមរបស់យើងតើណាដោយដឹងថា P ព្រីមរបស់យើង2ដក4អញ្ចឹងយើងយកដក5បូក A នេះស្មើជាមួយ2នេះតោះមកយើងយក2បូក B នេះស្មើជាមួយដក4ដោះស្រាយសមីការដក5លើកមកនេះបូក2អញ្ចឹង A ស្មើ7បូក2លើកមកខាងនេះដក4ដក2ដក6អញ្ចឹង A ស្មើ7 B ស្មើដក6ដូចនេះវីក្តូអ៊ុយ AB គឺស្មើ7ដក6ខធ្វើបំលែងកើតចំណុច D ដក2ដក3តាមទិសនៃបំលែងកើតរបស់វីក្តូអ៊ុយដែលយើងរកឃើញ7ដក6 D ដក2ដក3អញ្ចឹងដក2បូក7ស្មើ5ដក3ដក6ដក9ដូចនេះ D ធ្វើបំលែងកើតតាមទិសនៃវីក្តូអ៊ុយគឺបានជាចំណុច D ព្រីមចាដែល D របស់យើងគឺដក2ដក3អ៊ុយរបស់យើង7ដក6
ចឹងបានជាចំណុចដេព្រីមរបស់យើងគឺ5និងដក9ចាចម្លើយរបស់យើងចប់តែប៉ុណ្្នឹងសូមអរគុណ